anh tận này đáy gì tận này đáy vô tủ sắp phở lên mùi ấy money nè mấy chơi mà nãy trái thời sầm núi bong buôn sầm núi ban tủ sắp mùi thế rồi riêng ca sạ thmo rồi bươn lươn rồi bỏ tủ sắp ní miên chùm luôn còn màn vặt sai sập buôn vặt chẳng chùm lại rồi bỏ ôn cư trầm trừ mà phải em biết tủ sắp mùi chẳng tủ sắp Vivo vay mà phải bằng buôn mùi ní rồi ban kia ngay vì nhóm rồiอย่างnào từ từ tôi sẽ nào này chẳng ngày năng cư dân nào mà xoay rốc mà cha tu rồi sắp Vivo vai mà phay bầm bố nào này về cả cam trong ca lên game như ngày nó cứ nhom năng rap bịa mà clear tẹt to năng tu sắp Vivo vai mà phay bầm bố ní hai nhom năng xu sầm núa buôn sầm núa nó không nong ở vậy để nhom man rap nó bà sân chỉ buộc quạt slide tới tảng buôn sầm núa nó cứ con năng men nào ca không ca chén tu rồi sắp môi tai mà đong nè đó này chẳng tao nhom ngọt này là dân đau hổ môi nào này anh tận này đáy gì tận này đáy vô tu sắp phở lên mùi ấy đáy slide thời buôn sầm núa ban tu sắp năng mùi đáy còn ban lấy đi chén gì lắm man lấy man lấy đi ôi tủ sẵn đi tập tranh không ai vô là to và hai màn tận ấy tiết trong hôn cái tờ lẹ máu bàn bong ai vô chu là này bạn chắc sắp lẹ khăn để cặp bong cứ nằng giấy po là miếng tẹt to nằng tu sắp mùi nó mà ra dân tới là FC diếm tình tính trăm po là miếng nằng nằng hãy bong nằng xua buôn sầm nua nằng nong po là miếng nằng bong man rẹp nằng còn ấy slide thời thằng buôn sầm núa còn ấy nằng tu bán tu sắp này mùi tu sắp Vivo vai mà phải làm buôn làm pet thmo blue wall làm bong kê nó nong seri vái đại chiaประเภท thmo ខ្លាំងបំផុតនៅក្នុង Vivo សាកម្ដងប្រើបាន3ថ្ងៃជាមួយនឹងអាយុកាល thmo 5 ឆ្នាំទំហំ thmo មានរហូតដល់ 6500 mAh blue wall សម្រាប់ការសាកថ្មគឺ fast charging តែម្ដងគឺ 44 វ៉ាត់សាកថ្មម្ដង41នាទីបាន 50% មើលវីដេអូបាន 40.6 ម៉ោងមើល Google Maps បាន 13.4 ម៉ោងមើល TikTok បាន 19.2 ម៉ោងទទួលបានប៉ុន្មាន%10%អូ50អូតើទូរស័ព្ទមួយនេះមានឈ្មោះអ្វី Vivo vai 29ហើយចៅត្រឹមត្រូវអូយសំណាយើងបាន25%ដំណើរយើងបាន25%សំណួរទី2តើទូរស័ព្ទនេះសាកថ្មម្ដងប្រើបានប៉ុន្មានថ្ងៃ 3 ថ្ងៃ ចំអរសាទរតើការសាកថ្មបឿនលឿនរបស់ទូរស័ព្ទនេះមានចំនួនប៉ុន្មានវ៉ាត់44 វ៉ាត់ អញ្ចឹងចម្លើយចុងក្រោយគឺ44 វ៉ាត់ ចាបង អញ្ចឹងចម្លើយរបស់អូនគឺត្រឹមត្រូវ75% 25ទៀតទូរស័ព្ទមួយតើទូរស័ព្ទមួយនេះមើល Google Maps បានចំនួនប៉ុន្មានម៉ោងបងឯងឆ្លើយត្រូវទូរស័ព្ទនេះនឹងខ្លាចទៅជារបស់ណែ សុំដូរមក TikTok វិញ TikTok 19ម៉ោងចិន8ឈ្មោះអីមើលបាន3ថ្ងៃមក Google អត់សូវស៊ីទេ TikTok បានថាស៊ីច្រើនសារ Google ហ្នឹងគេចង់និយាយថាបងគាត់អ្នកដឹកម្ហូបគាត់អីចឹងគាត់ត្រូវប្រើប្រាស់ច្រើនមើល map មើលអីចឹងណា ចាបង ហ្នឹងហើយហ្នឹងក្នុងគោលដៅអញ្ចឹងអត់ដល់ទេយ៉ាងច្រើនធ្វើ22.5ហ្មង សុំចម្លើយចុងក្រោយ 22.5 22.5 ជាចម្លើយចុងក្រោយចម្លើយរបស់ប្អូនគឺខុសគឺ 13.4 ម៉ោងច្រើនអរគុណច្រើនអត់ទេអូនឯងចាំបានប៉ុណ្ណឹងបងតសើបងយល់មែនអត់ទេជួបគ្នាឱកាសក្រោយអរគុណជំរាបលាអូនបាយបាយអស់ហើយនេះដាក់សើទូរស័ព្ទទេអស់លុយអើយបងឯងដើម្បីណាគេខ្លាំងគេមាននៅសាលាបងតើពីអូនឯងឈ្មោះគេមុទី នេះហួរបង អូខេអ្នកចិត្តខាងខ្ញុំអ្នកហ្នឹងថ្ងៃហ្នឹងគឺយើងមានហ្គេមមួយសម្រាប់អូនឯងលេងបើសិនជឿអូនឯងលេងហ្គេមបងឈ្នះថ្ងៃហ្នឹងនឹងទទួលបានទូរស័ព្ទមួយនេះហ្មងលក្ខខណ្ឌតែកាក់បងថ្ងៃហ្នឹងបងចង់បញ្យល់ប្រាប់អូនឯងបានន័យថាបងនឹងរ៉េបបងនឹងហ្គេមលឿនទៅតាក់ទងនឹងព័ត៌មានរបស់ទូរស័ព្ទ Vivo Y29 មួយហ្នឹងបើសិនជាបងសួរ4សំណួរនៅក្នុងទូរស័ព្ទដែលបងបានរ៉េបហ្នឹងអូនឯងឆ្លើយត្រូវទាំង4សំណួរគឺអូនឯងនឹងទទួលបានទូរស័ព្ទមួយហ្នឹងហ្មងព្រាមទូរស័ព្ទ Vivo Y29 ពាក់ថ្មblue wall ដំបូងគេនៅក្នុងស៊េរី Y ដែលជាប្រភេទថ្មខ្លាំងបំផុតនៅក្នុង Vivo សាកម្ដងប្រើបាន3ថ្ងៃជាមួយនឹងអាយុកាលថ្ម5ឆ្នាំទំហំថ្មមានរហូតដល់ 6500 mAh blue wall fast charging សាកថ្មលឿនរហូតដល់44 វ៉ាត់សាកថ្ម41នាទីទទួលបាន 50% មើលវីដេអូបាន 40.6 ម៉ោង Google Maps 13.4 ម៉ោង TikTok 19.2 ម៉ោងចៅអើយមានអារម្មណ៍ដូចអស់ទូរស័ព្ទវគ្គនេះតើទូរស័ព្ទមួយនេះមានទំហំថ្មប៉ុន្មានមីលីអាំពែ 6500 មីលីអាំពែ មីលីអាំពែ អូខេតាមត្រូវតាមពិត blue wall ថែម blue wall ទៀតតែយកបានព័ត៌មានប៉ុណ្ណឹងយកបានសំណួរទី2តើថ្មនេះមានអាយុកាលប៉ុន្មានឆ្នាំ 5 ឆ្នាំ 5 ច្បាស់ហើយ ច្បាស់ណា បាទ អបអរសាទរអើយតើ fast charging របស់ទូរស័ព្ទមួយហ្នឹងមានចំនួនប៉ុន្មានវ៉ាត់សាកថ្មលឿនរបស់ទូរស័ព្ទមួយហ្នឹង មិនទេក៏ មានហ៊ីនណាមកមានហ៊ីនឲ្យហ្នឹងប្រាប់វគ្គនេះអាដូចសាកយើងចូលអា Type C ចូលយើងសាកថ្មធម្មតាហ្នឹងមិនវ៉ាត់ ចាំមើល ចាំមកដល់ហ្នឹងឯនេះ30វ៉ាត់ 32ដល់អត់មានដល់អត់ចា 32ចឹង27 ហេមានណាមាន23 23យ៉ាង អូខេអញ្ចឹងចម្លើយចុងក្រោយគឺ28
ចូលរួមសោកស្ដាយ ដល់ប្រាដល់ចំនួនទី3ហើយ 44 វ៉ាត់ អរ៉េអូន 3 អរគុណ 44 អរគុណអរគុណអរគុណសុខសប្បាយអរគុណអរគុណអរគុណ អរគុណ អរគុណអរគុណតនេយកទូរស័ព្ទភើដាក់អីនិយាយគ្នាដែរឆ្នាំទីម៉ានអូន ឆ្នាំទី1បង ឆ្នាំទី1កាលណៃប្រឡងទី12បាននេះទេអី បានទេអីបង លក្ខណៈក្នុងការលេងហ្គេមយើងថ្ងៃហ្នឹងគឺអូនឯងស្ដាប់បោះច្បាស់គឺបងនឹងរ៉េបបងនិយាយមករាវអញ្ចឹងទៅអូនឯងព្យាយាមទន្ទិញចាំព័ត៌មានរបស់បងបាននិយាយហើយបងនឹងសួរព័ត៌មាននៅក្នុងហ្នឹងចំនួន4សំណួរអញ្ចឹងអូនឯងឆ្លើយត្រូវទាំង4សំណួរអូនឯងទទួលបានទូរស័ព្ទនឹងមួយហេរ៉ាត្រៀម ទូរស័ព្ទ Vivo Y29 បំពាក់ថ្ម Blue Wall ដំបូងគេនៅក្នុងស៊េរី Y ដែលជាប្រភេទថ្មខ្លាំងបំផុតនៅក្នុង Vivo សាកម្ដងប្រើបាន3ថ្ងៃជាមួយនឹងអាយុកាលថ្ម5ឆ្នាំទំហំថ្មមានរហូតដល់ 6,500 មីលីអាំពែ Blue Wall ប៉ះឆាយជាងសាកថ្មល្បឿនលឿនរហូតដល់ 44 វ៉ាត់សាកថ្ម41នាទីបាន 50% មើលវីដេអូបាន 40.6 ម៉ោង Google Maps បាន 13.4 ម៉ោង TikTok បាន 19.2 ម៉ោងចាំបាន%វាយបាន 60% អូចាប់អត់តើទូរស័ព្ទមួយនេះមានឈ្មោះអ្វី Vivo Y29 ត្រឹមត្រូវមានប្លន់នេះអូខេតោះសំណួរទី2តើទូរស័ព្ទមួយនេះសាកថ្ម40នាទី41នាទីបានចំនួនប៉ុន្មានភាគរយ ទូរស័ព្ទនេះសាក41នាទីបានប្រហែលបាន 50% ត្រឹមត្រូវអូយច្បាស់ហើយលុយលគូសំណួរទី2នេះសំណួរទី3ទំហំថ្មទូរស័ព្ទមួយនេះមានទំហំប៉ុន្មានមីលីអាំពែ 6500 មីលីអាំពែ អូខេត្រឹមត្រូវកាន់ហើយសួរប្រហែលបងសួរដែរមើលហើយកាន់ហើយសំណួរចុងក្រោយតើទូរស័ព្ទមួយនេះមើល TikTok បានចំនួនប៉ុន្មានម៉ោងតាំងក្រោយគេទៀត TikTok នឹងក្រោយគេបើខ្ញុំចាំបាន19ហើយ21ម៉ោង មានកតុយហ្នឹងខ្ញុំប្រាប់ហើយ អញ្ចឹងវាមានចុចម៉ោង មានចុចតិចទៀតអត់ត្រូវទេមានកតុយ អូខេតែ19ហ្នឹងត្រូវហើយតែមានកតុយក្រោយហ្នឹងមែនបងអង្គុយតែ19ហ្នឹងត្រូវហើយ19 មានតែ19.5ហើយ19.1 បងឲ្យ500 អូខេ 19.1 បាទ 19.2 19.3 19.4 19.5ក្នុងហ្នឹងមានមួយត្រូវ ចុងក្រោយ19.1 អាមិនទៀតទេអញមិន15ឡើយ19.1ហើយទៅបងឲ្យមួយទៀតបងចង់អាណៃឈ្នះមែនបងនិយាយមែនឲ្យហ្នឹងពីរហ្នឹងខុសទាំងពីរ យក19.3 បង អញ្ចឹង ចុងក្រោយ ទូរស័ព្ទ Vivo Y29 មួយនេះ ត្រូវបានឃ្លាតឆ្ងាយពីខ្ញុំឬក៏យ៉ាងណា គឺត្រូវចូលរួមសោកស្ដាយ ជាជីវិតប្រែប្រួលគ្រប់គ្រាជួនកាលធ្វើឲ្យនៅមួយអត់ 19.2 អូច្រើនសុខសប្បាយជូនពរជោគជ័យក្នុងការសិក្សាអរគុណណាអរគុណសប្បាយអូនសប្បាយអរគុណអូនអញ្ចឹងវីដេអូយើងដល់ទីបញ្ចប់ហើយជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយទៀតអូខេអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំចង់ recap ព័ត៌មានរបស់ទូរស័ព្ទហ្នឹងឡើងវិញទូរស័ព្ទនេះគឺជា Vivo Y29 គឺជា model ចុងក្រោយរបស់តកូ Y តែម្ដងណាអ្នកនរគ្នាដែលបំពាក់ថ្មរហូតដល់ 6500 មីលីអាំពែ Blue Wall តែម្ដង fast charging សាកបាន 44 វ៉ាត់តែម្ដងណាអ្នកនរគ្នាអញ្ចឹងគឺទំហំថ្មធំមែនតើហើយសម្រាប់ទូរស័ព្ទមួយនេះក៏មានការបំពាក់ជាមួយនឹង Dynamic Light ផ្លាស់ប្ដូរបានគ្រប់ពណ៌មិនថាពេល call ពេលផ្ញើសារឬមួយក៏ពេលសាកថ្មទេអញ្ចឹងគឺមានភាពងាយស្រួលបំផុតតែម្ដងអ្នកទាំងអស់គ្នាសម្រាប់អេក្រង់របស់ទូរស័ព្ទ Vivo Y29 មាន 6.68 អ៊ីង 120Hz ទទួលបានវិញ្ញាបនបត្រការពារផ្នែក2 TUV រហ័សលែនហើយសម្រាប់ទូរស័ព្ទនេះដែរនឹងក៏មានពីរពណ៌ពណ៌សហើយនិងពណ៌ត្នោតបូកជាមួយនឹង speaker 400% Audio Booster Dual Speaker ហើយទៅកាន់តែពិសេសទៀតនោះគឺថ្មនេះសាកម្ដងប្រើបាន3ថ្ងៃហើយទំហំអាការថាកម្រិតអាយុកាលរបស់ថ្មហ្នឹងគឺមានរហូតទៅដល់5ឆ្នាំអ្នកនរនេះអញ្ចឹងគឺពិសេសខ្លាំងមែនតើម្ដងណាអញ្ចឹងបើសិនជាអ្នកគ្នាកំពុងតែត្រូវការតម្រូវការជាមួយនឹងទូរស័ព្ទគេហៅថាបាក់ចិត្តណាដូចជាបងដែលគាត់ត្រូវណារត់តុកដឹកម្ហូបដឹកអីហ្នឹងដែលគាត់ត្រូវការទូរស័ព្ទដែលមានកម្លាំងថ្មខ្លាំងដើម្បីធន់ជាមួយនឹងកម្ដៅអាចមើល Google Map បានច្រើនមើល Map ភ្ញៀវដឹកជូនភ្ញៀវហ្នឹងគាត់ថាទូរស័ព្ទនេះជម្រើសមួយដែលល្អមែនតើអញ្ចឹងអរគុណមែនតើទៅដល់ Vivo សម្រាប់វីដេអូមួយនេះជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយទៀត